សួស្តីអ្នកទាំងអស់គ្នាជួបគ្នាម្ដងទៀតដែរនៅវីដេអូថ្មីរបស់ខ្ញុំហើយថ្ងៃនេះគឺទៅធ្វើ blog រៀបចំបន្ទប់ទាំងអស់គ្នាដោយសារបន្ទប់របស់យើងវារៀងញញតិចហើយថ្ងៃនេះគឺចេញមកល្អឯងតិចហើយដោយសាររៀបបន្ទប់ហើយមុខនេះគឺទៅនឹងចេញទៅធ្វើការហើយសម្រាប់បងប្អូនទាំងអស់គ្នាដែលមកថ្មីកុំភ្លេចជួយចុច follow page ខ្ញុំម្នាក់មួយផងដើម្បីទទួលបានវីដេអូថ្មីនិង blog ថ្មីពីខ្ញុំហើយថ្ងៃនឹងដែរអាកាសធាតុរៀងស្ទុំតិចហើយមេឃដូចជាអំណោយទានអំណោយផលអីសោះមេឃរោទៅភ្លៀងរោទៅអីអញ្ចឹងណាហើយដោយសារខ្ញុំក៏មិនមែនជាមនុស្សល្អឯងណាដែរធ្វើតាមតែចិត្តខ្លួនឯងនេះថ្ងៃណាចង់ធ្វើក៏ធ្វើថ្ងៃណាមិនចង់ធ្វើក៏ទុកចោលទៅនិយាយលេងទេបងប្អូនវាជាកាតព្វកិច្ចប្រចាំថ្ងៃរបស់យើងបន្ទាប់ពីយើងសម្រាកហើយយើងក៏ត្រូវរៀបចំវាទុកដាក់វាកុំឲ្យមើលទៅស្ដុកពេកអាពេលខ្លះក៏មានមែនណាបងប្អូនទាំងអស់គ្នាអាពេលខ្លះក៏ទុកចោលញញៃពេញហ្នឹងឯងតោះថ្ងៃណាល្អឯងទៅរៀបអញ្ចឹងទៅណាវា100ទាំង100មនុស្សយើងតែល្អឯងមានល្អឯងមានខ្ជិលខ្លះអញ្ចឹងឯងតែបើខ្ជិលរហូតដូចមិនមែនទេបន្ទាប់ពីយើងរៀបកន្លែងគេងហើយយើងក៏ចាប់ផ្ដើមបោះបន្ទប់របស់យើងហើយនិយាយពីសម្រាមវាដូចអត់សូវមានទេតែមានតែដីហុយចូលរហូតបន្ទាប់ពីយើងបោះសម្រាមហើយយើងក៏ដាក់ក្តិតអង្គុយបន្តិចសិនអង្គុយគិតថាត្រូវធ្វើអ្វីតអត់ដឹងថាធ្វើអីតអញ្ចឹងដល់ពេលគិតចេញបងប្អូនមានណានោះទៅងូតទឹកនោះរៀងកសែងប៉ាប់ដូរខោអាវចូលបន្ទប់ទឹកផ្លុកចាំកាលម៉ោង9ម៉ោង10អីមួយទឹកមួយអីសិនហាននឹងចូលគេអញ្ចឹងហើយដោយសារខ្ញុំទោះមិនរៀនថត vlog ថ្មីអញ្ចឹងវារៀងវីដេអូរៀងញ៉ៃតិចហើយបើសិនជាប៉ះគេអ្នកធ្វើវីដេអូ vlog យូរទៅគេអាចនឹងស្ទាត់កាត់វីដេអូអាចនឹងស្ទាត់តែខ្ញុំទោះមិនរៀនធ្វើ vlog ថ្មីវារៀងអាចជាទាស់ភ្នែកបងប្អូនទាំងអស់គ្នាតិចហើយក៏សូមអភ័យទោសទុកជាមុនណាហើយក៏ជួបគ្នាវីដេអូក្រោយវីដេអូ vlog ហ្នឹងគឺមានតែប៉ុណ្្នឹងឯងបាយ